បាទបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកពីវិធីដោះប្រឡងភ្លើងបាទដោះប្រឡងភ្លើងសម្រាប់ពុកម៉ែបងប្អូនអ្នកនៅស្រុកស្រែចម្ការយើងអញ្ចឹងណាយើងអត់មានកាវប្រឡងហ្នឹងឯងយើងអត់មានកាវប្រឡងសម្រាប់យើងកាវវាមកក្រៅណាអញ្ចឹងវិធីសាស្ត្រដោះគឺដំបូងឡើយនេះខ្ញុំដំប្រឡងភ្លើងវានេះចានប្រឡងភ្លើងវានេះបាទដំនឹងត្រិចអស់ហើយបាទដំនឹងទុអស់ហើយដំយ៉ាងណាក៏នៅតែអត់ចេញដែរបងប្អូនដំអត់ចេញទេបាទហើយដំស្រួលអាចធ្វើឲ្យបែកបដាងទៀតបាទបែកបដាងគៀកអាលងអីទៀតបាទហើយពុកម៉ែបងប្អូនយើងដែលបានដំគឺបានមើលវីដេអូនេះហើយសូមឈប់ដំទៅធ្វើវិធីសាស្ត្រនេះវិញបាទនេះបាទនេះគឺជាខ្ចៅប្រឡងបាទប្រឡងដោះវិធីនេះសម្រាប់ពុកម៉ែបងប្អូនយើងដែលអត់មានកាវប្រឡងសូមបញ្ជាក់ណាសម្រាប់អ្នកមានកាវប្រឡងហើយមិនបាច់ចាំដោះអញ្ចឹងធ្វើអីបាទដោះកាវប្រឡងងាយស្រួលជាងបាទនេះសម្រាប់អ្នកដែលអត់មានកាវប្រឡងអញ្ចឹងទៅនៅស្រុកស្រែចម្ការនៅជនបទវាឆ្ងាយពីជាងឆ្ងាយពីអីទៅការដោះណាបាទអញ្ចឹងវិធីសាស្ត្រនេះគឺអាចដោះបានដោយងាយស្រួលណាបាទអញ្ចឹងនេះអានេះយើងមានប្រឡងមួយដើមនេះមកបាទប្រឡងមួយដើមនេះមកនេះខ្ចៅវាបាទហើយអានេះប៉ូលីបាទប៉ូលីម៉ាស៊ីនបូមទឹកណាប៉ុន្តែមានអីផ្សេងក៏បានដែរមានអរិញដែលដែកអីមួយដែលមានប្រហោងអាចញាត់ប្រឡងយើងបានណាអញ្ចឹងយើងមួខ្ចៅខាងមុខចេញមកបាទមួខ្ចៅខាងមុខចេញមកយើងញាត់ចូលក្នុងអារុនដែកដែលយើងមានដែកអីយើងដាក់ដែកហ្នឹងទៅហ្នឹងហើយសម្រាប់ខ្ញុំមានអាប៉ូលីហ្នឹងខ្ញុំនឹកឃើញចេះតែយកមកដោះសាកមើលទៅបាទហើយអញ្ចឹងមកបាទទេហើយពេលយើងដោះបាទយើងដាក់ចេះយើងដាក់អាក្បាលខ្ចៅនេះឲ្យជាប់ជាមួយប្រឡងភ្លើងនេះបាទជាប់ចេះតែនេះខ្ញុំបានដោះចេញហើយខ្ញុំដោះហើយបាទខ្ញុំមកបង្ហាញប្រាប់បងប្អូនយើងរុញអានេះឲ្យកັບយើងរុញអានេះឲ្យកັບប្រឡងភ្លើងយើងទប់អានេះយើងទាញមកទៅហឹងចេះបាទយើងទាញមកទៅហឹងចេះយើងទាញបវលទាញបាទបវលចឹងទៅទាញបវលចឹងទៅទាញគឺមកហើយបងប្អូនមកបាទងាយស្រួលមែនតើបាទនៅពេលដែលខ្ញុំដោះបានងាយស្រួលអញ្ចឹងទៅខ្ញុំនឹកឃើញថាចាំបាច់មានប្រឡងភ្លើងក៏យើងអាចដោះបានបណ្ដោះអាសន្នដែរណានឹងសម្រាប់ម៉ូតូចាស់សម្រាប់អីណាបាទវាពុកម៉ែបងប្អូនយើងធ្វើអញ្ចឹងទៅធ្វើដូចខ្ញុំអញ្ចឹងទៅគឺអាចដោះប្រឡងភ្លើងនឹងបាននេះខ្ញុំដោះហើយបាទខ្ញុំដោះហើយគឺដូរលកាមខាងក្នុងនេះបាទលកាមវាយា start អស់ហើយហ្នឹងឯងអញ្ចឹងបងប្អូនសម្រាប់ដោះប្រឡងភ្លើងបាទដែលនៅឆ្ងាយជាងអត់មានប្រឡងភ្លើងឬក៏ចង់ដោះខ្លួនឯងអីណាវាប្រឡងភ្លើងកាវប្រឡងបងប្អូនអត់មានអាខ្ចៅកាវប្រឡងណាអញ្ចឹងយើងអាចធ្វើវិធីនឹងបានបាទឥឡូវខ្ញុំបញ្ជាក់ម្ដងទៀតតិចទៅកុំឲ្យបងប្អូនយើងពិបាកក្លោស្ដាប់អត់ទាន់ណាយើងមានប្រឡងមួយដើមមកបាទនេះគឺជាប្រឡងមួយដើមបន្ទាប់មកយើងមានដែកមួយដុំដែលមានប្រហោងក្នុងអាចញាត់ប្រឡងបានបាទហើយពេលយើងទាញវាតាក់នេះពេលយើងទាញមកវាតាក់ហើយក្បាលខ្ចៅនេះយើងដាក់ជាមួយចានប្រឡងចេះឃើញវាតាក់ឯងបងប្អូនពេលវាតាក់យើងទាញមកទៅហឹងមកយើងរុញទៅក្នុងចេះទាញមកទៅហឹងមករុញនៅក្នុងទាញមកទៅហឹងចេះមកហ្នឹងហើយវាមកហើយបាទហ្នឹងបងប្អូនសូមអរគុណច្រើនបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបាទចំណេះចែករំលែកតែប៉ុណ្្នឹងហើយបាទអត់មានអីចែករំលែកច្រើនពីហ្នឹងទេដោយសារខ្ញុំដោះបានតែអញ្ចឹងទៅក៏ចង់ចែករំលែករឿងដល់បងប្អូនទាំងអស់គ្នាទៅបាទហ្នឹង